ជំរាបសួរលោកគ្រូអ្នកគ្រូបាទក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីវិធីយើងយក link ពីឯកសារដែលយើងមាននៅក្នុង Telegram Group ដើម្បីចូលទៅក្នុង Google Sheet បាទអញ្ចឹងវិធីងាយៗគឺឧទាហរណ៍ថាយើងមានឯកសារមួយនេះបាទអញ្ចឹងឧទាហរណ៍ថាជាសាលាបឋមសិក្សាហ៊ុនសែនស្វណ្ណរង្សីបាទអញ្ចឹងយើងមកស្ដាំហើយយើងយកពាក្យថា copy link copy message link នេះបាទយើង copy message link នេះមកហើយបន្តទៀតយើងពេលដែលយើង copy រួចហើយយើងចូលទៅបាទចូលទៅក្នុង file នេះបាទចូលទៅក្នុង link នេះដើម្បីយើងដាក់ចូលបាទអញ្ចឹងបឋមសិក្សាសុវណ្ណរង្សីយើងចូលមកតាមស្រុកមកបាទនេះគឺស្រុកកណ្ដៀងបាទអញ្ចឹងយើងចូលមកបាទនេះឧទាហរណ៍បាទអញ្ចឹងយើងនេះជា file ទី1យើងមកស្ដាំមកបាទយើង scroll ចុះមកក្រោមបាទនេះតោះយើង scroll ចុះមកក្រោមបាទ scroll ចុះមកក្រោមបាទនេះបាទម្ដងទៀតបាទខ្ញុំបង្ហាញមួយសារទៀតគឺយើងយកមកស្ដាំយើង select សិនណាបាទយើង select ហើយយើងយកមកស្ដាំហើយយើង scroll ចុះមកក្រោមបាទនេះ scroll ចុះមកក្រោមបានមានពាក្យថា insert link ណា insert link បាទដាក់តែប៉ុណ្្នេះមកគឺបន្តទៀតយើងផាសបាទនេះយើងមកស្ដាំមកយើងផាសណាបាទហើយយើង apply មកបាទនេះគឺជោគជ័យលោកគ្រូអញ្ចឹងយើងបានប៉ុណ្ណឹងមកអញ្ចឹងចំពោះសាលាផ្សេងទៀតក៏ដូចគ្នាដែរបាទឧទាហរណ៍ថាសាលានេះយើងអាច scroll តទៅទៀតបាទអញ្ចឹងយើងមើលសាលាណាដែលគាត់បានដាក់ចូលមកបាទអញ្ចឹងយើងអាចចូលទៅយកតាមនឹងបានណាបាទអញ្ចឹងអរគុណច្រើនលោកគ្រូបាទវិធីគឺដូចគ្នា